ជាបឋមខ្ញុំកណាសូមក្រាបថ្វាយបង្គំចំពោះប្រជុំបីនៃព្រះរតនត្រ័យទាំងឡាយបីមានព្រះពុទ្ធរតនៈព្រះធម្មរតនៈព្រះសង្ឃរតនៈដែលជារតនៈដ៏ដងឧត្តមពងពោះប្រសើរបំផុតលើលោកខ្ញុំព្រះអង្គសូមក្រាបថ្វាយបង្គំជ្រះថ្លាស្មើដោយជីវិតមួយលើសូមក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះសង្ឃរាជទាំងពីរគណៈដោយសេចក្តីគោរពជ្រះថ្លាសពកាលនិងសូមក្រាបថ្វាយបង្គំលោកម្ចាស់គ្រូផានសុផាតដែលមានព្រះវត្តមានក្នុងវេលាឱកាសនេះមាសិកាថ្វាយបង្គំជ្រះថ្លាស្ញប់ស្ញែងដោយយ៉ាងក្រៃលែងតិថិនេះស្ថិតទៅក្នុងថ្ងៃពុធ10រោចខែពិសាឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី21ខែឧសភាឆ្នាំ2025ខ្ញុំគណៈអាត្មាភាពបាននិមន្តមកខេត្តពោធិ៍សាត់ស្រុកវាវែងនៅក្នុងកម្មវិធីទទួលផាត់ញោមនៅស្រុកវាវែងនេះបងនៅក្នុងវេលាឱកាសនេះខ្ញុំគណៈអាត្មាភាពបានជួបលោកម្ចាស់គ្រូដែលជាប្រធេរៈបានសិក្សាក្នុងព្រះពុទ្ធសាសនានឹងច្រើនណាអញ្ចឹងខ្ញុំគណៈអាត្មាមានសំណួរសួរលោកម្ចាស់គ្រូតាក់ទងទៅនឹងព្រះវិន័យបានជាចំណេះចេះដឹងសម្រាប់ពុទ្ធបរិស័ទញាតិញោមយើងគ្រប់គ្នាដែលខ្ញុំក៏đãសួរលោកម្ចាស់គ្រូក្នុងល្ងាចនេះវិន័យដែលសួរនោះគឺខ្ញុំក៏đãចង់សួរពីសាច់10យ៉ាងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបញ្ញត្តិមិនឲ្យភិក្ខុសង្ឃនឹងឆាន់មានសាច់10យ៉ាងបងគ្រូហើយញាតិញោមក៏ធ្លាប់បានឮដែរសាច់10យ៉ាងហ្នឹងទី1ព្រះអង្គហាមិនឲ្យភិក្ខុសង្ឃអ្នកបួសឆានសាច់10យ៉ាងហ្នឹងទី1សាច់មនុស្សទី2សាច់ដំរីទី3សាច់សេះទី4សាច់សុនក់សាច់ឆ្កែទី5សាច់ពស់ទី6សាច់សីហៈទី7សាច់ខ្លាធំទី8សាច់ខ្លាដំបងទី9សាច់ខ្លាឃ្មុំនិងទី10សាច់ខ្លាតខិនអញ្ចឹងខ្ញុំមិនដែរចង់សួរលោកម្ចាស់គ្រូថាហេតុអីបានជាព្រះអង្គមិនឲ្យភិក្ខុសង្ឃឆានសាច់10យ៉ាងនឹងមានមូលហេតុអីបានព្រះអង្គមិនឲ្យឆានកណាសូមលោកម្ចាស់គ្រូជួយបកស្រាយគណៈអរគុណគណៈជាបឋមសូមនមស្ការថ្វាយបង្គំចំពោះប្រជុំបីនៃព្រះត្រៃរតន៍ដែលជារតនៈដ៏ដងឧត្តមសាពងពោះដោយសេចក្តីគោរពដោយចិត្តជ្រះថ្លាមួយលើសូមនមស្ការចំពោះព្រះថេរៈគ្រប់ព្រះអង្គដែលមានប្រកបដីគង់ប្រថាប់ក្នុងសាសនមណ្ឌលនៃពុទ្ធសាសនាដោយសេចក្តីគោរពកោតក្រែងនិងសូមនមស្ការបាញ់គុំចំពោះគណៈព្រះសង្ឃគ្រប់ព្រះអង្គដែលមានប្រវត្តិមាននិងវត្តមាននៅក្នុងលេខគ្រិស្តណានេះឱកាសនេះជាពិសេសក៏សូមធ្វើសមានភាពនមស្ការចំពោះអង្គគ្រូកណាថារីកណាសតោប្រកបដីគង់ជាប្រកបដីក្នុងកម្មវិធីលេខគ្រិស្តនេះដោយសេចក្តីរាប់អាននៅជាជ្រៅយ៉ាងក្រៃលែងនៅក្នុងថ្ងៃនេះក៏ខ្ញុំកណាអាត្មាភាពមានឱកាសក្នុងការចូលរួមបកស្រាយតាក់ទងទៅក្នុងព្រះវិន័យព្រោះព្រះវិន័យនេះគឺព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ប្រកាសសម្ដែងហើយគឺជាគ្រូជាសាស្តារបស់យើងទាំងអស់គ្នាដែលជា
អ្នកប្រណិប័តនៅក្នុងព្រះសាសនារបស់ព្រះសម្មាសម្ពុទ្ធគាត់ថ្លៃនៅលោកនេះហើយព្រះវិន័យនេះក៏ជាអាយុនៃពុទ្ធសាសនាព្រះវិន័យក៏ជាឫសគល់នៃពុទ្ធសាសនាពុទ្ធសាសនាដែលអាចតាំងមាំអាចថិតថេរជារកាលតាំងនៅទៅបានគឺអាស្រ័យដោយព្រះវិន័យនេះឯងអញ្ចឹងថ្ងៃនេះក៏បានជួបព្រះអង្គគ្រូសាជាថ្មីម្ដងទៀតហើយមានឱកាសចូលរួមជាធម្មកថាសន្ទនាតកតងទៅនឹងព្រះវិន័យកណាហើយជាប់តកតងទៅនឹងកប្បយៈពាក្យថាកប្បយៈនៅក្នុងទីនេះគឺជារបស់ដែលមិនគូកណាទៀតហើយមិញលោកគ្រូសាកសួរអំពីសាច់10យ៉ាងកណាតែព្រះអង្គហាមហៅថាកប្បយៈមង្សាំងតែថាសាច់អញ្ចឹងសាច់10យ៉ាងនេះដូចព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់មិនអនុញ្ញាតចំពោះភិក្ខុទាំងឡាយក្នុងសាសនានេះទី1គឺមនុស្សកណាទី2គឺសត្វដំរីកណាហើយទី3សត្វសេះទី4សត្វសំណក់គឺសត្វឆ្កែកណាខ្លាតូចខ្លាធំហើយនឹងពស់អីជាដើមយ៉ាងកណាអញ្ចឹងខ្ញុំកណាតកតងលើកអំពីចំណុចមួយដើម្បីរង្គាយសេចក្តីកណាពុទ្ធបរិស័ទក៏ដូចជាញាតិញោមស្រីប្រុសបានយល់តកតងនៅក្នុងចំណុចនេះការដែលព្រះសម្មាសម្ពុទ្ធព្រះអង្គគង់ធរមាននៅឡើយគឺព្រះអង្គបានបញ្ញត្តិនៅក្នុងសិក្ខាបទផ្សេងចំពោះភិក្ខុដែលចូលមកប្រណិប័តនៅក្នុងសាសនានេះក្នុងសម័យដើមដោយព្រះអង្គគ្រូបានជ្រាបហើយថាភិក្ខុទាំងឡាយអត់មានទីសេនាសនៈឯណាសម្រាប់ប្រណិប័តធម៌ឬក៏ជាទីសង្ងំអភិរមនៅក្នុងកម្មដ្ឋានដែលគឺដោយការអាស្រ័យស្នាក់នៅក្នុងព្រៃខ្លះអញ្ចឹងទៅកណានៅទៀបគល់ឈើអីអញ្ចឹងទៅកណាផ្ទះស្ងាត់អីអញ្ចឹងទៅហើយចំពោះសាច់ដែលព្រះអង្គហាមនេះគឺដូចជាសត្វពស់កណាឬក៏សត្វខ្លាតូចខ្លាធំអីចឹងទៅខ្លាគ្រប់ប្រភេទបងកណាក្នុងអត្ថកថាគឺលោកសម្ដៅថាខ្លាគ្រប់ប្រភេទឆ្កែក៏ដូចគ្នាដែរមានឆ្កែចចកឆ្កែស្រុកឆ្កែព្រៃទាំងហ្នឹងក៏យើងអនុលោមថាជាឆ្កែដែរកណាអញ្ចឹងនៅក្នុងសាច់ទាំងអស់ហ្នឹងឯងគឺវាមានបើយើងអំពីធាតុវិញវាមានសារធាតុមួយដែលអាចធ្វើឲ្យភិក្ខុទាំងឡាយនឹងឯងបរិភោគទៅហើយមានការមានឧបសគ្គដល់ការប្រព្រឹត្តប្រមចរិយធម៌ដូចជាសត្វពស់នៅពេលដែលយើងបរិភោគឬក៏ឆាន់ហើយណាអញ្ចឹងភិក្ខុទាំងឡាយដែលនៅក្នុងព្រៃនឹងឯងបរិភោគសាច់ពស់ហ្នឹងទៅគឺវាមានសារធាតុដែលថាសាណាបងគ្រូកណាដល់ពេលអញ្ចឹងទៅធ្វើឲ្យភិក្ខុទាំងឡាយនឹងឯងពិបាកក្នុងការប្រព្រឹត្តប្រមចរិយធម៌ក្នុងព្រៃកាលណាតែធំសាទៅពុះគ្នាវាធំគ្នាវាអញ្ចឹងវារកអញ្ចឹងអាចថាចឹកឬក៏ខំភិក្ខុដែលប្រព្រឹត្តខកណាអញ្ចឹងនៅក្នុងចំណុចនឹងហើយបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គហាមភិក្ខុទាំងឡាយដែលមានការប្រព្រឹត្តប្រមចរិយធម៌ក្នុងសាសនារបស់តថាគតនឹងឯងមិនគួរបរិភោគនៅសាច់ពស់កណាសាច់ពស់ខ្លាសាច់ដំរីអីជាដើមហ្នឹងឯងនិយាយទៅឲ្យតែសត្វព្រៃកណាព្រោះថាសម័យដើមដូចខ្ញុំកណាលើពីខាងដើមនេះគឺភិក្ខុទាំងឡាយលោកត្រាច់រស់នៅក្នុងព្រៃអញ្ចឹងទៅកណាអញ្ចឹងអាចថាសត្វទាំងអស់ហ្នឹងឯងបៀតបៀនឬក៏យាយីហើយដូចជាសេះអីសេះគឺជាសត្វមួយដែលព្រះជាឬក៏ហ្នឹងហើយឬក៏មហារាជទាំងឡាយដែលគ្រប់គ្រងនៅក្នុងដែនផ្សេងៗហ្នឹងទៅធ្វើជាយានជំនិះកណាតម្រៃក៏ដូចគ្នាដែរកណាអញ្ចឹងគឺព្រះអង្គទ្រង់ហាមចំពោះសត្វទាំងអស់ហ្នឹងឯងទេកណាសូមអរគុណណាសូមល្អប្រគុណណាលោកម្ចាស់គ្រូផានសុផាតបានលើកឡើងខ្លីៗតកតងទៅនឹងព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធព្រះអង្គហាមភិក្ខុសង្ឃមិនឲ្យឆាន់សាច់10យ៉ាងនៅក្នុងនោះមានសាច់មនុស្សសាច់ដំរីណាសាច់សេះសាច់ឆ្កែសាច់ពស់សាច់សីហៈសាច់ខ្លាធំសាច់ខ្លាដំបងសាច់ខ្លាឃ្មុំនិងសាច់ខ្លារខិនអញ្ចឹងខ្ញុំបានស្ដាប់ព្រះអង្គគ្រូលើកឡើងខ្លីៗមកខ្ញុំចង់សួរតទៅទៀតថាព្រះអង្គហាម
សាច់តែមិនឲ្យឆាន់10យ៉ាងហ្នឹងហើយលោកម្ចាស់គ្រូលើកឡើងវិញខ្លីៗថាភិក្ខុសង្ឃដែលលោកឆាន់សាច់ពូសហ្នឹងទៅបដិបត្តិធម៌ក្នុងព្រៃអីពូសហ្នឹងវាធំក្លិនគ្នាវាធំសាធំក្លិនទៅវាមកបៀតបៀនភិក្ខុសង្ឃអ្នកប្រព្រឹត្តធម៌ក្នុងព្រៃហ្នឹងឯងអញ្ចឹងខ្ញុំមិនអាចចង់ឲ្យព្រះអង្គគ្រូលើកឡើងអំពីរឿងដើមហេតុនៃព្រះអង្គបញ្ញត្តិដែលមិនឲ្យឆាន់សាច់ពូសហ្នឹងសូមព្រះអង្គគ្រូលើកឡើងរឿងហ្នឹងពឹស្ដាថាភិក្ខុសង្ឃដែលលោកទៅបដិបត្តិធម៌ក្នុងព្រៃហ្នឹងក្នុងការដែលឆាន់សាច់ហើយដូចសាច់ពូសអញ្ចឹងពូសហ្នឹងមកបៀតបៀនសូមព្រះអង្គគ្រូលើកឡើងពុគលាទិដ្ឋានរឿងដែលមូលហេតុដែលព្រះអង្គបញ្ញត្តិវិន័យហ្នឹងកណាសូមរតនាអរគុណទាំងបាទពឹស្ដាតនៅក្នុងចំណុចនេះព្រោះសិក្ខាបទនីមួយគឺអ្វីត្បិតថាព្រះសម្មាសម្ពុទ្ធព្រះអង្គជាអ្នកបញ្ញត្តិក៏ប៉ុន្តែព្រះអង្គត្រូវមើលហេតុដែរកណានៅមុននឹងព្រះអង្គបញ្ញត្តិសិក្ខាបទមិនមែនអាងថាខ្លួនព្រះអង្គជាបុគ្គលសព្វញ្ញុតញ្ញាណចេះតែបញ្ញត្តិសិក្ខាបទដោយអត់មានរឿងហេតុឬក៏សាធកៈក្នុងរឿងណានោះទេកណាសត្វតែមានហេតុហ្នឹងហើយសត្វតែមានហេតុអញ្ចឹងនៅក្នុងតកតងនៅក្នុងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបញ្ញត្តិនៅក្នុងកបយវត្តកបយមង្សាំងនេះដូចជាសត្វពស់ការដើមឡើយភិក្ខុទាំងឡាយនឹងឯងគឺក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធនៃយើងគឺព្រះអង្គកាលនោះមិនទាន់បានអនុញ្ញាតនៅសេនាសនៈនៅឡើយទេសម្រាប់ភិក្ខុទាំងឡាយណាអញ្ចឹងការដែលស្វែងរកនៅតបៈធម៌នៅក្នុងព្រៃភិក្ខុដូចច្រើនទៅក៏ត្រាច់នៅទុដងខ្លះទៅត្រាច់ទៅតាមគល់ឈើខ្លះផ្ទះស្ងាត់ខ្លះឬក៏ទៀបគល់ឈើឬក៏ក្នុងព្រៃទាំងអស់ដែលហៅបាលីហៅថាអរញ្ញកតោវាសញ្ញកតោវាមូលរកតោវាជាដើមចឹងឯងតែនៅក្នុងចំណុចនឹងឯងភិក្ខុទាំងឡាយនឹងឯងគឺមិនមានអ្វីសម្រាប់បរិភោគទេកាលនោះណាហើយអញ្ចឹងក៏នៅឃើញដែលគេធ្វើពួកព្រាននឹងឯងធ្វើសាច់នឹងឯងមកប្រគេនកណាភិក្ខុនឹងឯងហើយក្នុងកាលនោះព្រះអង្គមិនទាន់បានបញ្ញត្តិសិក្ខាបទកណាអញ្ចឹងភិក្ខុទាំងឡាយនឹងឯងដែលទទួលផតដែលទីយុប្រគេនហើយអញ្ចឹងគឺដូចខ្ញុំកណាលើកពីខាងដើមអញ្ចឹងកាលដែលបរិភោគចំពោះសាច់សត្វដែលនៅក្នុងព្រៃហ្នឹងវាអាចធំក្លិនដល់ធំក្លិនគ្នាវាណាកណាហ្នឹងហើយអញ្ចឹងទៅក៏ភិក្ខុទាំងឡាយក៏ឆាន់ទៅហើយស្រាប់តែយប់ឡើងអញ្ចឹងទៅពោះនឹងឯងវាចេញមកហើយចេញវាធំក្លិនភិក្ខុទាំងឡាយដែលបរិភោគឬក៏ឆាន់សាច់នឹងឯងអញ្ចឹងទៅក៏ធ្វើឲ្យភិក្ខុនឹងឯងពោះចឹកស្លាប់ក្នុងព្រៃអញ្ចឹងទៅអញ្ចឹងភិក្ខុទាំងឡាយបានឮដំណើរនឹងឯងក៏នាំរឿងឯងទៅទូព្រះសម្មាសម្ពុទ្ធថាបបិទ្ធព្រះអង្គដ៏ចម្រើនភិក្ខុទាំងឡាយដែលប្រព្រឹត្តធម៌ក្នុងព្រៃនឹងឯងត្រូវគោះចិត្តហើយព្រះអង្គក៏សួរតាមដំណើររឿងអញ្ចឹងទៅក៏ព្រះអង្គបញ្ញត្តិនៅសិក្ខាបទហ្នឹងទៅភិក្ខុទាំងឡាយមិនគួរបរិភោគនៅសាច់ពោះទេភិក្ខុណាខានគឺត្រូវបាត់អញ្ចឹងទៅអញ្ចឹងខ្ញុំកណាសូមអរគុណដល់លោកម្ចាស់គ្រូដែលបានលើកឡើងតកតងនឹងវិន័យភិក្ខុសង្ឃដែលឆាន់សាច់ពូសហើយបដិបត្តិធម៌ក្នុងព្រៃទៅពូសគ្នាវានឹងមកបៀតបៀនអញ្ចឹងខ្ញុំកណាចង់សួរបន្តទៅទៀតថាចុះបើភិក្ខុសង្ឃលោកឆាន់សាច់10យ៉ាងហ្នឹងតែលោកត្រូវអាបត្តិមួយណាណាគឺលោកប្រព្រឹត្តទៅជាអាបត្តិបាចិត្តយៈកណាសូត្រកណាអរគុណអញ្ចឹងអាបត្តិបាចិត្តយៈហ្នឹងបើធ្លាក់ទៅនៅក្នុងនរកថ្នាក់ណាលោកយាយគ្រូគឺនៅក្នុងចំណុចនេះអត្ថកថាលោកអត់បានប្រាប់ទេប៉ុន្តែគ្រាន់តែថាលោកខៃសេចក្តីត្រង់ចំណុចមួយថាប្រសិនបើភិក្ខុទាំងឡាយណាដែលមានអាបត្តិជាប់ខ្លួនណាក៏ណាមានអាបត្តិជាប់ខ្លួនអាបត្តិមានទោសបីជាប់ខ្លួននឹងឯងប្រសិនបើភិក្ខុនោះប្រព្រឹត្តប្រមចរិយធម៌ឧទាហរណ៍ថានឹងអាចត្រូវរួចចាកទុកក៏ណាដោយថាអរិយបុគ្គលទាំងឡាយថ្នាក់ពីសោតាទៅគឺនៅ7ជាតិបានរួចចាកទុកហើយក៏ណាប៉ុន្តែបើសិនជាមានអាបត្តិនឹងឯងមិនចាំបាច់រាប់ថាបាចិត្តយៈទៅវាធំត្រឹមតែទុកកត់មួយអត្ថកថាលោកបញ្យល់ថាគឺត្រូវធ្លាក់នរកសិនប៉ុន្តែអត់បានប្រាប់ថាធ្លាក់នៅក្នុង
នៅរូបជនណាថ្នាក់ណាទេប៉ុន្តែគ្រាន់តែប្រាប់ថាធ្លាក់នៅរូបនឹងធ្លាក់នៅរូបអញ្ចឹងណាអញ្ចឹងចម្លើយលោកម្ចាស់គ្រូបានលើកឡើងថាណាព្រះអង្គបញ្ញត្តិភិក្ខុសង្ឃមិនឲ្យឆានសាច់10យ៉ាងហ្នឹងបើភិក្ខុសង្ឃណាឆានសាច់10យ៉ាងហ្នឹងណាភិក្ខុអង្គនោះនឹងត្រូវអាបត្តិបាចេតយៈអញ្ចឹងញាតិញោមឮថាអាបត្តិហ្នឹងពាក្យថាអាបត្តិហ្នឹងស្អីគេហ្នឹងហើយមិនមែនជារបស់ដែលបាត់ទេណាអញ្ចឹងខ្ញុំណែចង់ឲ្យលោកម្ចាស់គ្រូបញ្យល់ពាក្យថាអាបត្តិហ្នឹងកណាអាបត្តិហ្នឹងប្រែមកជាភាសាខ្មែរហ្នឹងមានន័យយ៉ាងណាញាតិញោមពុទ្ធបរិស័ទដែលកំពុងស្ដាប់ខ្ញុំកណាអាត្មាទាំងពីរព្រះអង្គញាតិញោមឮថាអាបត្តិណាញាតិញោមឮទូទៅពាក្យហ្នឹងពីមុនមកតាំងពីខ្ញុំបណ្ដានៅក្មេងមកណាហ្នឹងលោកចូលភាសាអីលោកមិនអាចសឹងនៅផ្ទះបានទេបើលោកសឹងនៅផ្ទះលោកត្រូវអាបត្តិអីចឹងទៅខ្ញុំណាធ្លាប់ឮមកអញ្ចឹងហើយញាតិញោមពុទ្ធបរិស័ទខ្លះក៏គាត់អត់ទាន់យល់នៃពាក្យថាបាត់ហ្នឹងដែរគ្រូណាអត់ដែលឮណាពាក្យថាបាត់ហ្នឹងយ៉ាងម៉េចគ្រាន់តែគាត់ឮថាបាបបនអញ្ចឹងណាតែខ្ញុំណានៅពីក្មេងហ្នឹងក៏អត់យល់ដែរថាស្អីគេអាបត្តិហ្នឹងអញ្ចឹងខ្ញុំណាចង់ឲ្យលោកម្ចាស់គ្រូបញ្យល់ពាក្យថាបាត់ហ្នឹងប្រែមកជាខ្មែរមានន័យណាដូចដេចកណាអរគុណសាធុនៅក្នុងអាបត្តិនេះគឺបើយើងនិយាយឲ្យស្រួលស្ដាប់ទៅគឺជាទោសទាំងឡាយណាដែលភិក្ខុទាំងឡាយប្រព្រឹត្តឲ្យកន្លងនៅសិក្ខាបទនោះឈ្មោះថាអាបត្តិហើយឬក៏ភិក្ខុនោះត្រូវអាបត្តិហើយកណាអញ្ចឹងគឺអាបត្តិហ្នឹងគឺជាទោសហើយបើសិនជាយើងរៀបរាប់ថាតើអាបត្តិនឹងឯងវាមានប៉ុន្មានវាមានអាបត្តិនឹងឯងវាមាន7កងបងគ្រូកណាសាធុវាមានទី1បរាជិកបរាជិកហ្នឹងមាន4កណាបរាជិក4ទីសេស13អញ្ចឹងគឺត្រូវបាត់សង្ឃាទិសេសនឹងឯងកណាទី2ហើយទី3គឺថលច័យកណាហើយទី4បាចិត្តយៈហើយទី5បដិទេសនិយៈកណាទី6ទុក្កតទី7ទុភាសិតទៀតអញ្ចឹងអាបត្តិហ្នឹងគឺមាន7ហើយដូចខ្ញុំកណាលើពីខាងដើមហ្នឹងពាក្យថាអាបត្តិហ្នឹងគឺជាទោសទាំងឡាយណាកណាដែលភិក្ខុទាំងឡាយប្រព្រឹត្តឲ្យកន្លងនៅសិក្ខាបទនោះឈ្មោះថាអាបត្តិកណាសាធុណាញាតិញោមស្ដាប់នៃសេចក្តីដែលបងគ្រូបានលើកឡើងបញ្ជាក់ពាក្យថាអាបត្តិហ្នឹងឥឡូវខ្ញុំកណាអាត្មាចង់សួរណាបន្តទៅទៀតទៅលោកម្ចាស់គ្រូកណារឿយញាតិញោមក៏តែងតែលើកដែរភិក្ខុសង្ឃលោកណាទៅសំដែងអាបត្តិណាទៅសំដែងអាបត្តិដូចថាលោកមានទោសណាលោកមានទោសត្រូវអាបត្តិណាមួយដូចថាអាបត្តិទុក្កតអាបត្តិបាចេតយៈអាបត្តិសង្ឃាទិសេសអញ្ចឹងខ្ញុំណាចង់សួរថាលោកទៅសំដែងហ្នឹងអាបត្តិហ្នឹងដាច់ឈប់បាបទៀតឬក៏យ៉ាងម៉េចបងគ្រូគ្រាន់តែថាមានត្រូវទោសត្រូវអាបត្តិហើយទៅសំដែងដាច់ឬក៏យ៉ាងម៉េចកណាអញ្ចឹងសូមព្រះអង្គគ្រូនៅក្នុងចំណុចនេះតកតងអាបត្តិវិញគឺព្រះសម្មាសម្ពុទ្ធព្រះអង្គអនុញ្ញាតឲ្យសំដែងបានគឺមានអាបត្តិ5កងបងគ្រូកណារាប់ចាប់តាំងពីបាចិត្តយៈធម្មច័យបដិទេសនិយៈទុក្កតទុភាសិតកណាណាចុះសំណួរសួរថាចុះអាបត្តិសង្ឃាទិសេសកណាអាបត្តិសង្ឃាទិសេសអញ្ចឹងអាបត្តិសង្ឃាទិសេសគឺអាចធ្វើជាអភិនឬក៏ធ្វើជាបរិវាសបរិវាសកម្មបានន័យថាភិក្ខុទាំងឡាយដែលត្រូវអាបត្តិសង្ឃាទិសេសហើយគឺត្រូវតែទៅជួបសង្ឃហើយសង្ឃត្រូវឲ្យមានណាត់ហើយធ្វើអភិនជាដើមតកតងកម្មនឹងឯងវាច្រើនកលៈច្រើនកណាបន្ទាប់ពីបរាជិកតែសម្រាប់បរាជិកមួយគឺมันអាចសម្ដែងបានទេកណាភិក្ខុទាំងឡាយត្រូវបាត់បរាជិកហើយនៅក្នុងអត្ថកថាលោកបញ្យល់ថាដូចជាដើមត្នោតកំបុតកអញ្ចឹងកណាអញ្ចឹងបើសិនជាយើងប្រៀបធៀបថាដើមត្នោតកាលណាតែកំបុតកហើយគឺมันអាចលូតលាស់ទៀតទេកណាហើយចំពោះអាបត្តិដែលអាចសម្ដែងបានគឺមាន5ខ្ញុំកណាលើកពីខាងដើមកណាមានតកតបាចេតយៈហើយការសម្ដែងអាបត្តិនឹងឯងគឺមិនមែនថាសម្ដែងហើយភិក្ខុទាំងឡាយថ្ងៃក្រោយមកណាត្រូវទៀតសម្ដែងទៀតត្រូវទៀតសម្ដែងទៀតហើយអត់មានការវាចាអានឹងមិនអញ្ចឹងទេបងគ្រូកណាគឺនៅក្នុងការសម្ដែងអាបត្តិប្រសិនបើភិក្ខុទាំងឡាយដឹងថាខ្លួនត្រូវអាបត្តិហើយក
កណា បើមិនបានសម្ដែងនៅក្នុងថ្ងៃនឹងទេក៏គប្បីចូលទៅរកប្រធេរៈឬក៏អនុធេរៈ កណា ណាប្រាប់លោកថាអវសោឬក៏ផន្តេអីចឹងទៅ កណា ណាខ្ញុំកណាបានត្រូវអាបត្តិនេះ កណា មិនមែនថាបរាជិកឬក៏សង្ឃារិសេសទេគឺត្រូវបាត់ផលច័យបាចិត្តយៈទុក្កតទុភាសិតឬក៏បដិទេសនិយៈចឹងទៅណាអញ្ចឹងបើគ្រាន់តែប្រាប់ប៉ុណ្ណឹងទោះបីថាយើងមិនបានសម្ដែងអាបត្តិក៏អាបត្តិនឹងឯងវាអត់មានត្រូវទោសអីតទៅទៀតដែរព្រោះយើងបានប្រាប់ទោសគេហើយប៉ុន្តែមិនទាន់បានសម្ដែងឲ្យដាច់អញ្ចឹងណាអញ្ចឹងបើនៅក្នុងចំណុចមួយទៀតបើសិនជាយើងមានអាបត្តិហើយយើងអត់ប្រាប់បើទុកអាបត្តិនឹងឲ្យកន្លងរាត្រីអានឹងវាថែមទុកកត់ពីលើមួយទៀតហ្នឹងបងគ្រូកណាកណាអញ្ចឹងគឺអាបត្តិនឹងឯងគឺអាចសម្ដែងបានក្នុងថ្ងៃនឹងក៏បានឬក៏ថ្ងៃណាក៏បានឲ្យតែភិក្ខុទាំងឡាយបានប្រាប់ទៅណាភិក្ខុផងគ្នានៅក្នុងអត្តថាលោកបញ្យល់អញ្ចឹងកណាណាហើយការសម្ដែងអាបត្តិនឹងឯងមិនមែនថាសម្ដែងម្ដងវាដាច់ហើយកណាសម្ដែងម្ដងដាច់គ្រាន់តែថានៅក្នុងនោះគឺព្រះអង្គឲ្យវាចាក់ណាបានន័យថាបន្ទាប់ពីសម្ដែងហើយឈប់គឺឈប់ធ្វើនៅរឿងផ្សេងទៀតណាវាចាក់ចាំបើសិនថានៅតែធ្វើទៀតត្រូវទៀតគឺត្រូវដដែលអញ្ចឹងណាប៉ុន្តែបានតែអាបត្តិ5កងនេះដែលអាចសម្ដែងបានកណាសង្ឃាតិសេសនិងបរាជិកអត់ទេសង្ឃាតិសេសគឺបានប៉ុន្តែគ្រាន់តែធ្វើកម្មច្រើនកណាហើយបើបរាជិកគឺតែត្រូវបាត់ហើយគឺត្រូវតែសឹកហើយកណានឹងគឺមានប៉ុណ្ណឹងកណាសតុណាញាតិញោមពុទ្ធបរិស័ទបានស្ដាប់ណាលោកចាស់គ្រូលើកឡើងអំពីអាបត្តិញាតិញោមលើកដល់ភិក្ខុសង្ឃនឹងសំដែងអាបត្តិអញ្ចឹងសំដែងហើយត្រូវទោសហើយសំដែងបាត់មិនមែនចេះតែរួចទោសនឹងគ្រប់អាបត្តិទេកណាដូចថាទោសសង្ឃាតិសេសអីចឹងត្រូវមានកម្មអីមានបរិវាសកម្មអីមានកិច្ចអីច្រើនចឹងទៅហើយបរាជិកអីគឺมันអាចសំដែងអាបត្តិមកភិក្ខុសង្ឃគ្នាបានទេគឺត្រូវតែលាចាកសិក្ខាកណាណាអញ្ចឹងញាតិញោមយល់ហើយអាបត្តិហ្នឹងគឺជាទោសណាគឺជាបាបណាលោកគ្រូណាដែលលោកធ្វើណាកន្លងឲ្យលោកដឹងថាខ្លួនឯងត្រូវអាបត្តិអីក៏បីប្រាប់ដល់ណាភិក្ខុណាអវុសោឬក៏បថេរៈណាអញ្ចឹងអាបត្តិដែលអាចសម្ដែងបានហ្នឹងមាន5ហើយអាបត្តិដោយសង្ឃាតិសេសអីហ្នឹងនឹងតើតើមានកម្មអីច្រើនណាញាតិញោមណាតើតើនៅភិក្ខុសង្ឃច្រើនអញ្ចឹងមិញហ្នឹងញាតិញោមបានស្ដាប់អំពីណាមូលហេតុដែលព្រះអង្គហាមមិនឲ្យភិក្ខុសង្ឃនឹងឯងឆាន់សាច់10យ៉ាងណាព្រះអង្គគ្រូបានលើកណាហេតុមកដូចថាភិក្ខុសង្ឃលោកទៅបប្រតិបត្តិធម៌នៅក្នុងព្រៃទៅហើយណាសត្វព្រៃហ្នឹងវាធំក្លិនគ្នាវាបៀតបៀនណាអញ្ចឹងបានព្រះអង្គហាមព្រោះភិក្ខុសម័យព្រះលោកបួសអង្គខ្លះលោកចូលចិត្តបប្រតិបត្តិធម៌ក្នុងព្រៃគឺតាមនិស័យព្រោះនៅក្នុងពុទ្ធសាសនាយើងនេះមានធុរៈ2ចាស់គ្រូមានណាកន្ធធុរៈនិងវិបស្សនាធុរៈណាកន្ធធុរៈបានដល់ការទន្ទិញណាចាំធម៌អាសិក្ខាវិន័យអីចឹងទៅដល់ពេលវិបស្សនាធុរៈណាលោកចូលព្រៃបប្រតិបត្តិធម៌អញ្ចឹងធុរៈ2ហ្នឹងធុរៈមួយណាក៏សម្រេចនៅគុណធម៌ដែរគេថាណាសម្រេចនៅណាគុណធម៌ដូចគ្នាអញ្ចឹងខ្ញុំមិនអាចចង់សួរណាតកតងទៅនឹងប្រវត្តិប្រសូតខ្លះណាសម័យព្រះហ្នឹងអង្គណាដែលលោកសម្រេចធម៌មុនគេលោកគ្រូណាបួសមុនគេហើយសម្រេចធម៌មុនគេណាសម័យព្រះហ្នឹងអង្គណាកណាសូមលោកចាស់គ្រូណាជួយបកស្រាយកណាតកតងអំពីសាវករបស់ព្រះសម្មាសម្ពុទ្ធជាអាចនិយាយថាកណាសាវកកណាដែលមានសទ្ធាចូលមកបួសមុនគេក្នុងសាសនានឹងឯងគឺមានព្រះអាចារ្យអញ្ញាកោដញ្ញព្រះអញ្ញាកោដញ្ញយើងសិក្សានៅក្នុងអសីតិមហាសាវកកណាហើយដោយលើកអំពីប្រសូតមួយការដែលព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងជាលើកដំបូងកណាព្រះអង្គបានសម្ដែងធម៌ណាព្រះអង្គបានបន្ទាប់ពីព្រះអង្គបានត្រាស់ដឹងលើកដំបូងព្រះអង្គក៏បានយាងមកកាន់ព្រៃអិសិបតនមគតិយវ័នកណានៅក្រុងពរាណសីនឹងឯងហើយក្នុងការនោះក៏ព្រះអាចារ្យកោដញ្ញៈនឹងឯងនៅជាតបោះនៅឡើយទេព្រះអង្គគ្រូកណានៅជាតបោះអញ្ចឹងក៏ព្រះអង្គបានពិចារណាមើលថាតើព្រះអង្គគួរនៅប្រុសណាមុនគេ
កណា បានពិចារណាទៅលើអនារតបោះក៏អត់ពិចារណាទៅលើគ្រូធំដែលធ្លាប់ដែលព្រះសម្មាសម្ពុទ្ធធ្លាប់អាស្រ័យនៅជាមួយ កណា ណា កណា អញ្ចឹងក៏អ្នកទាំងអស់នឹងឯងក៏បាត់បង់អស់ហើយអញ្ចឹងក៏ឃើញព្រះអញ្ញាកោដញ្ញានឹងឯងគឺជាអ្នកមានសទ្ធាបួសក្នុងពុទ្ធសាសនាមុនគេហើយក៏ជាប្រធេរៈដែលមានវ័យចំណាស់ជាងគេដែរក្នុងពុទ្ធសាសនាចឹងហើយបានជាព្រះសម្មាសម្ពុទ្ធឃើញព្រះអញ្ញាកោដញ្ញានឹងឯងណាស្ថិតនៅក្នុងញាណរបស់ព្រះអង្គក៏បានសម្ដែងនៅបឋមចក្រកបវត្តនសូត្រដែលជាប្រសូតមួយឬក៏ជាបដិបទាមួយដែលអាចឲ្យភិក្ខុទាំងឡាយក្នុងសាសនានឹងឯងប្រណិប័តនៅផ្លូវទាំង8ដែលជាបដិបទាដ៏ប្រសើរនៅក្នុងការត្រាស់ដឹងបងគ្រូ កណា អញ្ចឹងក៏ព្រះសម្មាសម្ពុទ្ធព្រះអង្គបានប្រោសនៅព្រះអញ្ញាកោដញ្ញាមុនគេហើយព្រះអញ្ញាកោដញ្ញាហ្នឹងក៏ជាអ្នកសម្រេចនៅគុណធម៌មុនគេដែរក្នុងសាសនា កណាសាធុអញ្ចឹងខ្ញុំណាសូមសួរសំណួរថយក្រោយបន្តិចញាតិញោមមិញហ្នឹងខ្ញុំណាសួរលោកម្ចាស់គ្រូថាក្នុងពុទ្ធសាសនាហ្នឹងអង្គណាដែលបួសជាប្រសង្ឃមុនគេណាមានព្រះអញ្ញាកោដញ្ញៈហើយសម្រេចធម៌មុនគេក៏ជាព្រះអញ្ញាកោដញ្ញៈនៅនឹងព្រៃអិសិបតនមិគតិយវ័នជាទីកន្លែងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនៅបឋមទេសនាដំបូងដែលខ្ញុំណាសួរថយក្រោយបន្តិចមុននឹងព្រះអង្គទៅសម្ដែងពធនៅព្រៃអិសិបតនមិគតិយវ័នហ្នឹងក្នុងប្រសូតលោកលើកឡើងថាមានព្រហ្មរតនាព្រហ្មរតនាបានព្រះអង្គសម្ដែងពធណាចុះបើព្រហ្មអត់រតនាថាតើព្រះអង្គសម្ដែងពធអត់លោកម្ចាស់គ្រូណាខ្ញុំណាចង់សួរត្រង់ចំណុចហ្នឹងអរគុណតើតើនៅក្នុងចំណុចនេះគឺនៅក្នុងវិន័យបៃដកមហាវគ្គនៅក្នុងបៃដកលេខ6បងគ្រូកណាគឺពិតជាមានព្រហ្មអរតនាក៏ពិតមែនក្នុងការនោះព្រះអង្គដឹងថាព្រះអង្គបានត្រាស់ដឹងហើយក៏ប៉ុន្តែព្រហ្មនឹងឯងជ្រាបនិស័យរបស់សត្វណាអញ្ចឹងក៏គិតថាប្រសិនបើព្រះសម្មាសម្ពុទ្ធបើទោះបីជាថាព្រហ្មមិនអរតនាក៏ព្រះអង្គនៅតែសម្ដែងធម៌ដែរព្រោះព្រះអង្គត្រាស់ដឹងនៅធម៌គឺដើម្បីអនុគ្រោះដល់សត្វលោកនឹងឯងទៀតកណាអញ្ចឹងនៅក្នុងចំណុចនឹងឯងគឺមានព្រហ្មអរតនាប៉ុន្តែសំណួរសួរថាចុះបើអត់អរតនាតើព្រះអង្គសម្ដែងធម៌អត់គឺព្រះអង្គនៅសម្ដែងក្នុងការនោះព្រហ្មបានជ្រាបនៅនិស័យថាចិត្តរៀងខ្លួនអញ្ចឹងទៅក៏បានគិតថាប្រសិនបើព្រះសម្មាសម្ពុទ្ធព្រះអង្គមិនសម្ដែងធម៌ទេសត្វលោកដ៏ច្រើនគឺត្រូវវិនិច្ឆ័យហើយទៀតកណាសាធុសត្វលោកដ៏ច្រើនគឺត្រូវវិនិច្ឆ័យហើយអញ្ចឹងសំណួរសួរថាហេតុអីបានជាត្រូវវិនិច្ឆ័យបើព្រះអង្គបានត្រាស់ដឹងហើយនៅក្នុងគាថាថាពុទ្ធសុខាកណាផ្លេចលេងសុខាសទាបតិថេតាអត់ទេសុខាពុទ្ធានមោបាតោសុខាពុទ្ធានមោបាតោសាធុប្រែថាការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធនាំមកនៅសេចក្តីសុខដល់សត្វលោកកណាអញ្ចឹងគឺនៅព្រមពេលនឹងឯងក៏ជ្រាបថាបើព្រះអង្គមិនសម្ដែងធម៌ទេនៅសត្វលោកដូចច្រើននឹងឯងនឹងត្រូវវិនិច្ឆ័យហើយអញ្ចឹងហើយបានតែចុះមកអរតនាព្រះសម្មាសម្ពុទ្ធថាបបិទ្ធព្រះអង្គដ៏ចម្រើនសូមព្រះអង្គសម្ដែងធម៌បើព្រះអង្គមិនសម្ដែងធម៌សត្វលោកដូចច្រើននឹងដ៏ច្រើនគឺត្រូវវិនិច្ឆ័យហើយក្នុងការនោះក៏ព្រះអង្គបានពិចារណានៅរឿងហេតុនឹងឯងតើព្រះអង្គសម្ដែងទេប៉ុន្តែតើព្រះអង្គសម្ដែងជាមួយនរណាមុនគេអញ្ចឹងបានឃើញប្រាជ្ញាក៏នឹងនឹងឯងអាចទទួលនៅបឋមទេសនាមុនគេហើយក៏បានបួសនៅក្នុងពុទ្ធសាសនាមុនគេបានសម្រេចជាព្រះអរហន្តមុនគេដូចគ្នាកណាសាធុកណាលោកម្ចាស់គ្រូបានលើកឡើងថាបើព្រំមិនអរតនានឹងក៏ព្រះអង្គសម្ដែងធម៌ដែរពីព្រោះព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងនៅធម៌ដើម្បីប្រោះនៅសត្វលោកកណាអញ្ចឹងបានខ្ញុំកណាចេតមានមន្ទិលថាយើងឮថាសហមតិព្រំណាមានការលើកឡើងខ្លះហ្នឹងក៏ថាព្រំនឹងមករតនីបើគ្មានព្រំទេក៏ព្រះអង្គក៏យើងនឹងមិនបានស្ដាប់ពធអីចឹងទៅក៏នឹងហើយចង់សួរទៅទៀតសួររៀងម្លងតិចសួរទៅរកអភិធម្មបងថាក្នុងការដែលព្រះអង្គសម្ដែងធម៌ដែលព្រះអង្គសម្ដែងហ្នឹង 84000 បឋមខណ្ឌមានណាប្រសូតព
21000 បឋមខណ្ឌព្រះវិន័យ21000 ប្រធមខណ្ឌនិងព្រះអភិធម្ម42000 ប្រធមខណ្ឌដែលខ្ញុំណាចង់លើកឡើងសួរលោកម្ចាស់គ្រូថាខ្លះហ្នឹងថាកុំបានគុណព្រះសរិបុត្រណាសិស្សព្រះសរិបុត្រ500នឹងទេបានយើងបានស្ដាប់ព្រះអភិធម្មហ្នឹងណាចុះបើណាព្រះសរិបុត្រអត់សំដែងថាព្រះអភិធម្មហ្នឹងមានទេលោកម្ចាស់គ្រូគណៈទានណាពោះគេថាគុណរបស់ព្រះសរិបុត្រចឹងថាព្រះអង្គសំដែងពធព្រះអភិធម្មហ្នឹងនៅឋានតាវតឹងប្រោះនៅព្រះពុទ្ធមេត្តាហើយព្រះអភិធម្មហ្នឹងព្រះអង្គសំដែងមុនគេហ្នឹងគឺព្រះសរិបុត្រហើយព្រះសរិបុត្រហ្នឹងមកសំដែងប្រាប់ដល់សិស្សរបស់លោកហ្នឹង500ណាហើយ500ហ្នឹងក៏តគ្នាទៅសំដែងប្រាប់ដល់សាវកទាំងឡាយពុទ្ធបរិស័ទទាំងឡាយចឹងខ្ញុំណាចង់លើកឡើងថាចុះព្រះអភិធម្មហ្នឹងណាតើតែព្រះសរិបុត្រសំដែងបានសត្វលោកនឹងស្ដាប់បានឬក៏យ៉ាងណាលោកម្ចាស់គ្រូគណៈទានណាអរគុណសាធុតកតងនៅក្នុងព្រះអភិធម្មនេះគឺបាននិយាយដោយជ្រៅទៅគឺជាធម៌មួយដែលមានជំរឿបងកណាធម៌មានជំរឿចឹងដោយព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងបានសម្ដែងជាមួយនឹងព្រះសរិបុត្រហើយគេថាព្រះសរិបុត្រជាអ្នកមានបញ្ញាកណាអញ្ចឹងគឺការសម្ដែងទៅព្រះសរិបុត្រអាចសម្ដែងតពីព្រះសម្មាសម្ពុទ្ធបានដូចជាសម្ដែងជាមួយនឹងសាវកកូនសិស្សតែជាសត្វបជាវទាំងកណាអញ្ចឹងតកតនៅក្នុងព្រះអភិធម្មនេះគឺមិនមែនតែព្រះសម្មាសម្ពុទ្ធសម្ដែងប្រាប់ព្រះសរិបុត្រហើយព្រះសរិបុត្រនឹងសម្ដែងតបន្ទៀតគឺនឹងជាធម៌មួយដែលមានជំរឿហើយដូចជាធម៌ដែលព្រះសរិបុត្រទទួលពីព្រះសម្មាសម្ពុទ្ធហើយសម្ដែងតយ៉ាងប៉ុន្តែកិច្ចរបស់ព្រះសម្មាសម្ពុទ្ធគឺព្រះអង្គបានថ្លឹងថ្លែងនៅគុណរបស់មេត្តានឹងឯងថាគុណនឹងឯងគឺជាគុណដ៏ធ្ងន់ណាស់កណាអញ្ចឹងក៏ព្រះអង្គបានពិចារណាអំពីធម៌ទាំង84000បឋមខណ្ឌដែលព្រះអង្គបានត្រាស់ដឹងនឹងឯងតើព្រះអង្គគួរយកធម៌ណាទៅប្រពុទ្ធមេត្តាអញ្ចឹងដូចនៅក្នុងធម្មខណ្ឌព្រះអង្គគ្រូលើកបំបញ្ញមិញថាព្រះវិន័យគឺមានតែ21000ធម្មខណ្ឌប្រសូត21000ធម្មខណ្ឌ21000ធម្មខណ្ឌតែព្រះអភិធម្មនឹងឯងវាមានរហូតដល់ទៅ42000ធម្មខណ្ឌអញ្ចឹងបើថ្លឹងថ្លែងអំពីគុណទៅគឺព្រះសម្មាសម្ពុទ្ធព្រះអង្គយកព្រះអភិធម្មនឹងឯងដែលជាធម៌ដែលល្អិតសុខុមយកទៅនៅប្រពុទ្ធមេត្តាហើយចំពោះអភិធម្មនេះគឺព្រះសរិបុត្រគឺសំដែងធម៌នឹងក៏មានព្រះសម្មាសម្ពុទ្ធសំដែងធម៌អភិធម្មនឹងក៏មានចំពោះសាវកទាំងឡាយទៀតកណាសាធុអញ្ចឹងខ្ញុំដែរចង់សួរទៅទៀតថាការដែលព្រះសរិបុត្រលោកបានស្ដាប់ព្រះអភិធម្មណាហើយក៏សំដែងពធនឹងប្រាប់ដល់សាវកទាំង500ហ្នឹងក្នុងការដែលព្រះអង្គសំដែងធម៌នឹងឯងប្រាប់ព្រះសរិបុត្រហ្នឹងតែព្រះសរិបុត្រហ្នឹងលោកធ្លាប់សន្សំឧបនិស្ស័យពីអតីតជាតិមកទេលោកម្ចាស់គ្រូកណាធ្លាប់សំបនិស្ស័យសូមលោកម្ចាស់គ្រូលើកឡើងជាបុគ្គលិកទិដ្ឋានតកតងក្នុងចំណុចនេះគឺធម៌ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសំដែងនីមួយទៅកាន់នរណាម្នាក់គឺព្រះអង្គអាចជ្រាបនិស្ស័យរបស់សត្វដែរព្រោះព្រះអង្គបរិបូរទៅដោយញាណណាកណាអញ្ចឹងគឺមុនសំដែងធម៌អ្វីមួយគឺព្រះអង្គអាចជ្រាបនិស្ស័យថាតើធម៌នឹងឯងដែលព្រះអង្គសំដែងទៅសត្វលោកអាចទទួលយកបានអត់ឬក៏ចេះដឹងទៅបានត្រាស់ដឹងនៅធម៌បានអត់អញ្ចឹងព្រះអង្គដឹងរួចជាស្រេចហើយអញ្ចឹងគឺធម៌នឹងឯងគឺអាចសំដែងចំពោះព្រះសរិបុត្រនៅបានកណាសាធុលោកម្ចាស់គ្រូអញ្ចឹងខ្ញុំណាសរុបនៃសេចក្តីមកថាធម៌ដែលព្រះអង្គសម្ដែងទុកមាន84000បឋមខណ្ឌបដិស្ថានធម៌នឹងទុកណាមកដល់សពថ្ងៃនេះបើធម៌នឹងពិបាកយល់ណាពិបាកស្ដាប់សត្វលោកនឹងឯងមិនយល់ក៏ពុទ្ធព្រះអង្គមិនបដិស្ថានធម៌នឹងទុកដែរកណាអញ្ចឹងខ្ញុំណាសួរទៅទៀតណាសួរលោកម្ចាស់គ្រូថាធម៌84000បឋមខណ្ឌហ្នឹងចប់សាសនាព្រះអង្គពនាមព្រះសមណគោតមហ្នឹងថាតើធម៌84000ហ្នឹងណារលុបបាត់ទៅឬក៏នៅលោកម្ចាស់គ្រូដោយថាព្រះអង្គបដិស្ថាន
ធម៌នឹងឯង 5000 ឆ្នាំអាយុកាលនៃពុទ្ធនៃយើងព្រះនាមព្រះសមណគោតមហ្នឹងគឺសាសនា 5000 ឆ្នាំអញ្ចឹងខ្ញុំណាចង់ណាសួរលោកម្ចាស់គ្រូថាធម៌ដែលព្រះអង្គសម្ដែងមាន 84000 បឋមខណ្ឌហ្នឹងចប់សាសនាពុទ្ធទៅធម៌នឹងបាត់ឬក៏យ៉ាងណាកណាលោកម្ចាស់គ្រូ កណាតកតងនៅក្នុងចំណុចនេះគឺខ្ញុំកណាត្រឡប់បកក្រោយបន្តិចតកតងនៅក្នុងព្រះវិន័យកណាណាព្រះសម្មាសម្ពុទ្ធព្រះអង្គបានពោលនឹងឧទានថាអ្វីត្បិតថាប្រសូតឬក៏ព្រះអភិធម្មសាបសូន្យ កណា តែឲ្យតែព្រះវិន័យតាំងនៅពុទ្ធសាសនាក៏ឈ្មោះថាតាំងនៅដូចគ្នា កណា ហើយយ៉ាងពាក្យថាតាំងនៅគឺពុទ្ធសាសនាគឺបន្ទាប់ពីព្រះអង្គបរិនិព្វានទៅពុទ្ធសាសនារហូតប្រ5000អញ្ចឹងបើសិនជាវិន័យនឹងតាំងនៅពធនឹងឯងក៏នៅតែតាំងនៅដូចគ្នាប្រ5000ដូចគ្នា កណា តែបើសិនជាពុទ្ធសាសនាវាអត់មានវិន័យជាឫសគល់ទេណាពុទ្ធបរិស័ទមានភិក្ខុភិក្ខុនីឧបាសកបាសិកាមិនប្រណិប័តនៅធម៌សំគួរដល់ធម៌ទេធម៌នឹងឯងក៏មិនអាចដល់5000ដែរទៀត កណា ណាតែបើសិនថាភិក្ខុទាំងឡាយនៅក្នុងសាសនាហ្នឹង កណា ទាំងភិក្ខុនីបាសកបាសិកាព្រោះព្រះអង្គផ្ញើពុទ្ធសាសនាជាមួយនឹងនៅបរិស័ទទាំង4ហ្នឹងឯង កណា ហើយក្នុងអត្ថកថាលោកបញ្យល់ថាណាទោះបីជាពុទ្ធសាសនារីកចម្រើនក៏ដោយសារតែបុគ្គលទាំង4 កណា ពុទ្ធសាសនាដែលអាចដួលរលំក៏ដោយសារតែបរិស័ទទាំង4ហ្នឹងដែរអញ្ចឹងនៅក្នុងធម៌ហ្នឹងក៏ដូចគ្នាដែរទៀត កណា អត់ខុសគ្នាទេ កណាកណាយល់កណាអញ្ចឹងចម្លើយឲ្យតែព្រះវិន័យតាំងនៅមានន័យថាធម៌របស់ព្រះអង្គហ្នឹងនឹងតាំងនៅកណាអញ្ចឹងលោកម្ចាស់គ្រូបានលើកឡើងតាក់ទងទៅនឹងព្រះវិន័យណាពធមានប្រសូតមានណាព្រះវិន័យព្រះអភិធម្មហ្នឹងសាសនាដែលតាំងមកនៅបានគឺអាស្រ័យព្រះវិន័យកណាអាស្រ័យព្រះវិន័យអញ្ចឹងខ្ញុំមិនដាចង់សួរវិន័យតទៅទៀតថាវិន័យនឹងប្រែមកយ៉ាងម៉េចលោកម្ចាស់គ្រូ កណា ណាប្រែមកយ៉ាងម៉េចព្រោះមនុស្សមានវិន័យនិងមនុស្សដែលអត់វិន័យនឹងខុសគ្នាយ៉ាងម៉េច កណាទៀត ណាសូមចាស់គ្រូជួយបកស្រាយ តកតងវិន័យនៅក្នុងទីនេះយើងអាចចែកចេញជាពីរក្នុងពុទ្ធសាសនា កណា វាមានអនាគារិយវិន័យនិងអគារិយវិន័យក ណាកណា អនាគារិយវិន័យគឺសំដៅវិន័យរបស់ភិក្ខុសង្ឃ កណា ហើយអគារិយវិន័យគឺសំដៅដល់វិន័យរបស់ក្រហម កណាអ្នកគ្រប់គ្រងផ្ទះកណា អញ្ចឹងខ្ញុំកណាលើកអំពីអនាគារិយវិន័យរបស់ភិក្ខុសង្ឃ កណា ភិក្ខុទាំងឡាយដែលចូលមកជ្រកក្នុងពុទ្ធសាសនានេះគឺត្រូវទទួលនៅធម៌វិន័យយកមកប្រណិប័ត កណា តួយ៉ាងដូចជានៅក្នុងសិក្ខាបទនីមួយៗដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបានបញ្ញត្តិ កណាកណា អញ្ចឹងបើសិនតែភិក្ខុទាំងឡាយមិនគោរពប្រណិប័តនៅពុទ្ធានុញ្ញាតឬក៏ពុទ្ធបញ្ញត្តិ ក ទេ ណាកណា គឺភិក្ខុទាំងឡាយនឹងឯងមិនមានវិន័យទេ កណា អញ្ចឹងវិន័យគឺជាច្បាប់ជាក្បួនឬក៏ជាបន្ទាត់ កណា សម្រាប់អប់រំឬក៏ព្រៀនប្រដៅមនុស្សនឹងឯងឲ្យដើរតាមផ្លូវល្អមិនឲ្យវាចាក់កន្លងនៅសិក្ខាបទទាំងឡាយណាមួយណាទេ កណា និយាយចំទៅគឺដូចជាច្បាប់នៅក្នុងស្ថាប័នក្រុមហ៊ុនឬក៏នៅក្នុងទីកន្លែងធ្វើការណានីមួយៗគឺតែមានច្បាប់ផ្ទៃក្នុងរបស់គេ កណា អញ្ចឹងក្នុងពុទ្ធសាសនាក៏ដូចគ្នាដែរពុទ្ធសាសនាក៏មានច្បាប់និងវិន័យដូចគ្នាដែលព្រះសម្មាសម្ពុទ្ធជាអ្នកបញ្ញត្តិ កណាកណាសាធុសាធុកណាលោកម្ចាស់គ្រូបានលើកឡើងមកញាតិញោមក៏បានយល់មានន័យណាពីរោះក្បោះក្បាយណាគ្រូសាមានវិន័យប្រទេសមានច្បាប់ហើយប្រសងអត់វិន័យសងអត់ល្អណាយើងនិយាយពាក្យមួយម៉ាត់ទៅថាសងអត់វិន័យញាតិញោមច្រើនតែលើកឡើងថាលោកអត់មានវិន័យណាលោកអត់គោរពវិន័យហើយបើអត់គោរពវិន័យទេសាសនាក៏ថយចុះដែរព្រោះវិន័យនេះជាឫសគល់នៃព្រះពុទ្ធសាសនាព្រះអង្គសម្ដែងថាវិនយោសាសនៈមូលੰវិន័យនឹងគឺជាឫសគល់អញ្ចឹងញាតិញោមយល់ហើយឫសគល់មានន័យថាឈើអាស្រ័យតាំងមមនៅបានអាស្រ័យឫសកណាផ្ទះគង់វងនៅបានវាអាស្រ័យគ្រឹះកណាហើយពុទ្ធសាសនានេះអាស្រ័យតាំងមមនៅបាន5000ឆ្នាំអាស្រ័យលើបាសកបាសិកាភិក្ខុភិក្ខុនីហ្នឹងជាអ្នកបដិបត្តិនៅវិន័យកណាជាអ្នកគោរពនៅវិន័យអញ្ចឹងប្រសូតព្រះពិធមព្រះវិន័យ
miền đây thà bờ sốt bát tới bè bị thòm bát tới bờ nơi tại bè vì nấy sát na nâng tăng này cái này chắc rùa bàn lực là dạng là ví dụ chắc một nốt đài miền vì nấy nó giang bạch đại lùm chắc rùa miền miền côn bị bắt giang nà đấy hay một nốt đài miền vì nấy nó miền côn sầm bắt giang nà đấy cái nàyแต่ตอนในขนมคนวิบัติหนึ่งคนสมบัติยังมันนะสมเลิกอัมพีคนวิบัติบนเจ้านั่นเองแต่ตอนขนมคนวิบัตินี้ลูกเลิกลางทามนุษย์ได้อัดเมียนบินไหนโดยจีกับใบอัดกับตุยเบิร์นเยี่ยมปีเปียนะโบราณขมายเยอะนะให้ในขนมท้อลูกดักทาปรสันบาพิโคโนอัดเมียนบินไหนก็ได้ลูกเรียกเทียบทัดโดยเชียมารักได้อัดเมียนพเนจมารักอัดเมียนพเนจขนาดได้ในขนมเปรย์ให้อัดเมียนพเนจขนาดมารักยังดังให้ท่ามารักได้อัดเมียนพเนจมือไอ้ยาเคยเนี่ยได้ตัวปะนี่ติดเตอร์ปะโน้ติดเตอร์ยังเบอร์เตียงอย่างปีปัจจุบันวิ่งเบอร์สันเชียมันโนอัดเมียนวินไหนคือการอบรมตูเมียนกายวิจัยจัดหนึ่งไอ้เมียนกาเฉาะหรือเว้นหรือก็จะรอปะเฮายังคืออาจจะพูดเอาชโกงหรือก็ป้าตั้งกิจแต่เลือป้าทานจุ่มบินอย่างแต่ตัวยักษ์โดยเชียปิโคต่างหลายอัดเมียนทอเมียนบินในอย่างเต้ก็ปดบอสัตว์หนึ่งไอ้มันกรบมันจะได้ทลายมันจะได้ทลายนั่นเชียกลขนาดนั้นกลวิบัติคือจิกลวิบัติขนาดกลวิบัติแต่เบอร์สำหรับคนสมบัติบินโดยลูกครูเลยปีขางด้านทาในปฏิเจียดได้อาจล้อหรือก็ครูซาได้อาจล้อตัวบ้านคืออาศัยโดยครูซานั้นมีวินัยไอ้มนุษย์ก็โดยเนี่ยได้ประสันบามีนวินัยเต้ก็เชี่ยสิกระไดทลายธโนสำหรับบุคคลมันได้ก็ปรนบัตรในวินัยกันนะสัตว์นะมนุษย์เยอะมีนวินัยcái hai thai chia mình nuôi muối để thà ấy giả bọt nó vì mơ tới xóm á mình nuôi dưỡng xóm tam bắt tới mình nuôi dưỡng cái màu được nông lục ní vì ọt lọ cướp đọp về cái này chẳng hay việc trời cà vì nấy cà riệp chóm cà riệp chóm nó cái thà vì nấy vậy được thì khẩu sòng dưỡng nhưng mơ từ tam sự khá bọt chẳng tới lộc sliệ bong chỉ po từ cô niệm môn đa ấy miền được biết rồi bọp trầm trời ấy chẳng ta nó nhưng thà vì này vậy dần dần clay đó nhận nhầm đó năng hay khổ xa nó có đôi khi khổ xa năng miền vì nấy đôi Tasman đi tia nhận nhôm cũng nọt màu chộp tia màu của man là miền phiêu một lên nhưng từ tu nhiều dạng mạch là miền tầm liêm tầm lọp nâng tia nhôm nó mình tháp tia mình tha sự tháp ban ai cái chôn sự tháp ban rồi rồi có vót ở ra mê là trời từ miền vì này là bữa miền vì này thế ọt lỏ thì hai thằng bữa ọt vì này đôi chiêm một đài vì miền tầm lệ bằng bẹ ọt lỏ hay cái nào hay bữa sáng với bữa ọt vì này lỏ nắng được là hay ọt bàn chỉ ti chỉ ra thà này bột bò thì sạt thì cái nào hay bài chụp bòn đấy khơi nhiệt nhôm đi côn trán ha cái nào tẹt tông từ nắng bữa sáng để lô là mình bàn trâu trồng vì này ai bàn chọc chuồn lỏ từ ai miền cà thì con bị bột bò thì sạt cái nào nắng mau bị ọt vì này cái đấy con bị bạt nắng bột bò sạt ọt chẹt lại chẳng thấy ọt giờ chẳng hạn ấy từ bực kê vót ở ram nắng miền đại châu là nắng con bị bạt này làm cho con đó bị con dùm bát vót ở ram lọ miền tầm liêm tầm lọp lọ là miền cái nào miền thò miền vì này tới là vót ở rám nó chỉ ti chả thà rồi bỏ bột bò để sạt cái nào hay mình nuôi dưỡng có đôi cái này mình nuôi miên vì nấy ban chỉ ti sờ lạnh đây mình nuôi chất kháng cái nào để tháo để nâng miên là biếp là bò đôi thà cà này dây nó miên sờ là thô miên được biếp được bò cà rồi nơi là ó nó ban nói chỉ ti bên chất này mình nuôi cho mình luôn là nó côn sầm bàn cái nào hay lùm giặc ru của bàn lược là chàng bị rú hay nhận nhóm của là đạp bán tẹt tông từ nâng bè vì này là chẳng là nhóm của nam mình miền ấy to từ tiệt tế lục giặc ru điểm dụng đại hái hay là có sôm là ở bờ côn nâng ở côn lùm giặc ru pan sụp phát cái nào hay sôm chia sấy vì bờ thề rạ của bóng năng sôm chia sấy vì nhận nhóm của khné là cái lô bọ sài na thô a sơ kha kho tròn cái này nằm mối cô na sôm na pra meta đal
nhomประกาศรณาธรรมเพียบเตียงปีปองพองจังสมนาจุนบอลเทวดาจุนบอลมนุษย์นาจุนบอลดอยยืดโยมกันนายกรมจัดแต่งหลายบานเชียไปใจโดยพอจัดตกกรุบกรุบปองยมประกาศรณาตั้งปีปองสมกราบไฟบุงกุมเลี้ยนังสมจำรานเปาเลีย